ជំរាបសួរនាងខ្ញុំឈ្មោះចាន់សាវាងបង្រៀនថ្នាក់ទី4នៅសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងសួស្តីកូនទាំងអស់គ្នាចាតើកូនទាំងអស់គ្នាសុខសប្បាយជាឬទេអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាសុខសប្បាយព្រមទាំងគេចផុតពីជំងឺ Covid-19 ដោយអនុវត្តតាមការណែនាំក្បួនអនាម័យរបស់ក្រសួងសុខាភិបាលដោយលាងដៃនឹងសាប៊ូអាល់កុលឬមួយក៏ជែលចាទន្ទឹមនឹងនេះអ្នកគ្រូក៏សង្ឃឹមផងដែរថាកូនទាំងអស់គ្នានឹងបានចូលរួមសិក្សាពីចម្ងាយជាមួយអ្នកគ្រូតាមប្រព័ន្ធផ្សព្វផ្សាយនានាមានទូរទស្សន៍តតកប៉ុស្តិ៍លេខ2ចាទូរទស្សន៍ដេជោ DTV ប៉ុស្តិ៍លេខ22តាមប្រព័ន្ធ Facebook ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡានិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតចាសម្រាប់ពេលនេះកូនមកជួបអ្នកគ្រូបន្តទៀតជាមួយនឹងការសិក្សានៅមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី4ជាបន្តចាអញ្ចឹងដើម្បីបន្តការសិក្សារបស់យើងនៅថ្ងៃនេះសូមកូនទាំងអស់គ្នាសូមត្រៀមសម្ភារៈមួយចំនួនមានដូចជាសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី4សៀវភៅសរសេរប៊ិចបន្ទាត់ព្រមទាំងក្តារឈ្នួននិងហ្វឺតផងដែរចាអញ្ចឹងមុននឹងចាប់ផ្ដើមនៅមេរៀនរបស់យើងនៅថ្ងៃនេះអ្នកគ្រូសូមរំលឹកកូននៅមេរៀនកាលពីថ្ងៃមុនតាអញ្ចឹងថ្ងៃមុនកូនទាំងអស់គ្នាបានសិក្សាជាមួយអ្នកគ្រូនៅមេរៀនអ្វីអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងចងចាំចាមេរៀនថ្ងៃមុនគឺយើងសិក្សានៅមេរៀនទី1អំពីចំនួនចាដែលខ្លឹមសាររងរបស់យើងគឺចំនួនដល់1សែនចាអញ្ចឹងតើកូនទាំងអស់គ្នាបានធ្វើកិច្ចការផ្ទះឲ្យអ្នកគ្រូហើយឬនៅអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានធ្វើកិច្ចការផ្ទះនោះចប់អស់ហើយចាអញ្ចឹងដើម្បីឲ្យកូនទាំងអស់គ្នាមានភាពជឿជាក់ហើយនឹងកាន់តែច្បាស់អ្នកគ្រូនឹងធ្វើកំណែនៅលើក្តារខៀនចាអ្នកគ្រូនឹងបង្ហាញកំណែជូនកូនចានេះគឺជាកំណែកិច្ចការផ្ទះកាលពីថ្ងៃមុនចាលំហាត់ទី1គឺចូលបំពេញចំនួនតាមពាក្យចាអញ្ចឹងអ្នកគ្រូយកលំហាត់ខនៅក្នុងសៀវភៅសិក្សាគោលរបស់យើងមក 93907 ចាអញ្ចឹងមានន័យថា 90000 នេះគឺស្ថិតនៅក្នុងខ្ទង់ម៉ឺន 3000 នេះស្ថិតនៅក្នុងខ្ទង់ពាន់ចា900ស្ថិតនៅក្នុងខ្ទង់រយនិង7ស្ថិតនៅក្នុងខ្ទង់រាយដល់ពេលខ្ទង់10យើងអត់មានលេខយើងថែមលេខ0អញ្ចឹងយើងអានថា93907ចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់នេះនឹងធ្វើបានត្រឹមត្រូវដល់លំហាត់ទី2គឺចូលបំពេញចំនួនតាមលំនាំចាអញ្ចឹងលំនាំរបស់យើងខាងដើមគឺមាន 10000 20000ចាអញ្ចឹងមានចន្លោះ2បានដល់5អញ្ចឹងអ្នកគ្រូដាក់ 30000 40000បានដល់5 50000 50000ហើយ 60000 70000 80000 90000ចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាធ្វើលំហាត់ទាំងពីរនេះគឺបានត្រឹមត្រូវចាអញ្ចឹងកូនអាចនឹងគ្រីសមកចាដាក់ទុកខ្លួនឯងទៅ10ចាអរគុណបន្តទៅទៀតអ្នកគ្រូនឹងរំលឹកមេរៀនដែលកូនបានរៀនកាលពីថ្នាក់ទី3ចាអញ្ចឹងសូមកូនមើលមកតារាងនេះមួយចាតារាងនេះកូនបានឃើញកាលពីមេរៀនមុនដែរយើងបែងចែកតារាងនេះជា2មានតាមថ្នាក់តាមខ្ទង់ចាឥឡូវកូនមើលចំនួននៅក្នុងតារាងនេះតើមានប៉ុន្មានចាកូនអាចអានចំនួននឹងបានទេចាចំនួននេះលេខ2នៅក្នុងខ្ទង់ពាន់6នៅក្នុងខ្ទង់រយ0នៅក្នុងខ្ទង់10 5នៅក្នុងខ្ទង់រាយអញ្ចឹងកូនអានថាម៉េចចាគឺយើងអានថា2605ចាអញ្ចឹងអ្នកគ្រូនឹងសរសេរវាគឺ2605ចាយើងអាចសរសេរបានដូចនេះអញ្ចឹងកូនមើលថាតើលេខ2នេះស្ថិតនៅក្នុងខ្ទង់អីចាលេខ2គឺស្ថិតនៅក្នុងខ្ទង់ពាន់អញ្ចឹងមានតម្លៃស្មើប៉ុន្មានគឺមានតម្លៃស្មើនឹង2000
លេខ2នៅខ្ទង់ពាន់ចាមានតម្លៃស្មើនឹង2000ចាចុះតមកទៀតលេខ6អញ្ចឹងកូនមើលលេខ6នៅក្នុងខ្ទង់អីចាលេខ6គឺស្ថិតនៅក្នុងខ្ទង់100នៅខ្ទង់100មានតម្លៃប៉ុន្មានកូនបើស្ថិតនៅក្នុងខ្ទង់100គឺមានតម្លៃស្មើនឹង600ចាតពីខ្ទង់100មកគឺខ្ទង់10អញ្ចឹងលេខប៉ុន្មាននៅខ្ទង់10គឺមានលេខ0អញ្ចឹងលេខ0នេះស្ថិតនៅក្នុងខ្ទង់10បើស្ថិតនៅក្នុងខ្ទង់10តើមានតម្លៃស្មើប៉ុន្មាននេះគឺជាករណីពិសេសមួយដែលកូនទាំងអស់គ្នាត្រូវតែចាំចំពោះលេខ0ទោះបីជាស្ថិតនៅក្នុងខ្ទង់ណាក៏ដោយតម្លៃរបស់វាគឺនៅស្មើនឹង0ដដែលប្រសិនបើស្ថិតនៅក្នុងខ្ទង់10កូនមិនចាំដាក់02ទេបើនៅក្នុងខ្ទង់10000កូនមិនចាំដាក់04ទេចាទោះបីជា0ប៉ុន្មានក៏នៅតែជា0ដែរដូច្នេះកូនដាក់តែ1មកបានហើយអញ្ចឹងកូនចំណាំតែនឹងមួយណាលេខ0នៅខ្ទង់ណាក៏ដោយគឺមានតម្លៃស្មើនឹង0ចាបន្តមកទៀតគឺលេខចុងក្រោយគេគឺលេខ5តើលេខ5ស្ថិតនៅក្នុងខ្ទង់អីកូនគឺស្ថិតនៅក្នុងខ្ទង់រាយបើលេខ5ស្ថិតនៅក្នុងខ្ទង់រាយមានតម្លៃស្មើប៉ុន្មាន50 500ឬក៏5000ចាអត់ទេលេខ5នៅក្នុងខ្ទង់រាយមានតម្លៃស្មើនឹង5ចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាបន្ទាប់ពីឃើញការបង្ហាញផងអ្នកគ្រូនេះកូននឹងចងចាំនៅមេរៀនកាលពីថ្នាក់ទី3ដែលកូនបានសិក្សាកន្លងមកណាអញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងបន្តនាំកូនទៅសិក្សាមេរៀនចំណុចថ្មីមួយទៀតដែលស្ថិតនៅក្នុងមេរៀនទី1ដដែលចាគឺយើងនឹងសិក្សាអំពីខ្ទង់និងតម្លៃខ្ទង់ចាអញ្ចឹងនៅថ្ងៃនេះកូនទាំងអស់គ្នានឹងបានចូលរួមបន្តមេរៀនរបស់យើងគឺមេរៀនទី1ចំនួនដដែលតែយើងចូលទៅក្នុងចំណុចថ្មីមួយទៀតគឺខ្ទង់និងតម្លៃខ្ទង់ចាដែលមេរៀននេះគឺមាននៅក្នុងទំព័រទី2កូនអាចបើកសៀវភៅមើលទាំងអស់គ្នានៅទំព័រទី2នេះទំព័រទី1ចានេះគឺជាទំព័រទី2ដែលយើងសិក្សាអំពីខ្ទង់និងតម្លៃខ្ទង់កូនអាចឆែកមើលសៀវភៅរបស់កូនទាំងអស់គ្នារៀងខ្លួននៅក្នុងដៃចាអរគុណអញ្ចឹងកូននឹងបានចូលរួមជាមួយនឹងអ្នកគ្រូនៅពេលនេះហើយមេរៀននេះដែរនៅពេលដែលកូនទាំងអស់គ្នារៀនចប់អ្នកគ្រូជឿជាក់ថាកូននឹងអាចកំណត់នៅខ្ទង់និងតម្លៃរបស់ចំនួននិងលេខនីមួយៗនៅតាមខ្ទង់ចាហើយកូនអាចនឹងយកវាទៅប្រើនៅក្នុងមុខវិជ្ជាផ្សេងទៀតអាចយកទៅប្រើនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់កូនផងដែរចាអញ្ចឹងដើម្បីចាប់ផ្ដើមនៅមេរៀនថ្មីរបស់យើងចាចូលប្រាប់តម្លៃលេខតាមខ្ទង់ចាអ្នកគ្រូមានចំនួនមួយដែលឲ្យកូនទាំងអស់គ្នាប្រាប់តម្លៃលេខតាមខ្ទង់ថាតើលេខនីមួយស្ថិតនៅក្នុងខ្ទង់អីហើយមានតម្លៃប៉ុន្មានចានេះចាប៉ុន្តែមុននឹងប្រាប់តម្លៃលេខតាមខ្ទង់តើកូនអាចអានបានទេចាលេខនឹងប៉ុន្មានកូនចំនួននេះគឺជាចំនួនប៉ុន្មានចារាយ10 100 1000 10000អញ្ចឹងយើងអាចអានបានថា53841ចាតែបើសិនបើយើងអានតាមថ្នាក់វិញ
Chẳng dương an đồng đi muối hay nâng đồng đi mùi vì bộ đồng đi thật là không thân ạ hay cả ta ai pi ní thật là không thân ạ bỏn chứ dương an bán thá 53 bỏn 845 mùi chà chẳng cả an tam hạ tam tống con này cũng chưa chuyện tha câu nâng chăm bàn đài chà chẳng con mở chấm luôn phải dừng tung đi lệ mán con chà tung đi cứ lệ bằng mùi chà chẳng nè cứ nâng bật cả đà tang oi tung đi để mình làm lấy mà đừng muối chấm luôn bằng mùi sần lật cho từ con tung đi phí 7 4 5 6 chà chẳng con mơ to từ tiền thật ta nơi không tùng đọc thật ta miên phần màn chà tùng đọc cứ miến buồn chẳng nè cứ đừng bật buồn sần lắc đai mùi sần lắc cứ mà đừng đọc chà chẳng bà mùi đọc mùi sần lắc mà đừng đọc chẳng buồn sần lắc mà mán cốt chà buồn sần lắc cứ mà nâng sai sập chẳng cục hái sai sập chà miệng buồn sần lắc chẳng con mơ mà to mà tiết và to bị tùng đọc hái cứ tùng rồi chẳng tùng rồi phải nhớ cứ biên chấm nuốn 7 tràn phóng 7 muối tí 4 5 6 chà 7 sần lắc chắc ba mà rồi 8 sần lắc với sma nâng phần mán chà cứ sma nâng 8 rồi nhưng cho mà không tung pon phải giữ cứ hoặc khiêu ní cứ biên chụp làm lấy 3 pon chắc nè cụ bật 3 sần lắc đá ơi sma nâng 3 pon tam bầm rạp phải giữ 2 pon chà 3 pon nó tung trong khói cái cứ tung mờn chà tung mớn cứ miên chấm nuốn 5 sần lắc 5 mớn 10 mớn 2 mớn 7 mớn 4 mớn nâng 5 mớn chà chắc con tiền mớ thật ta nó không tung mớn miên còn mán nó không tung mớn miên chùm nôn 5 chẳng 5 sẵn lật chẳng dương ai ta sẽ bàn thá 5 chà cho tung pón miên chùm nôn 7 chà tung rồi miên chùm nôn 2 4 6 5 7 miên chùm nôn 7 tung đọc miên 4 chà trời hái nâng tung riêng miên chùm nôn 5 6 chà chắc dương an thòm đá tế cứ 7 mớn nó xong tốt 5 mớn 7 pón 8 rồi sai sắp 5 chà chẳng con từng ngó khía xong prap đầm lại lấy tam tùng ta tung đi mùi miền đầm lại còn màn hay dương sẽ xây bàn chẳng mệnh chẳng tư cho mùi nhẹ cứu đầm bây dương prap đầm lại lấy tam tùng chà chấm nuôn ở bao dưỡng cứ 5346 chập đáo đầm bông kế dương lấy còn màn lấy nơi hàng phây kế cứ lấy 5 chà chẳng lấy 5 thắt nâng trong tùng ấy gốn còn mơ mơ không tà ráng lấy 5 phải dưới cứ thắt nâng trong tùng mớn
បើលេខ5ស្ថិតនៅក្នុងខ្ទង់ម៉ឺនមានតម្លៃស្មើប៉ុន្មានចាលេខ5ស្ថិតនៅក្នុងខ្ទង់ម៉ឺនគឺមានតម្លៃស្មើនឹង50000ចាចុះបន្តមកទៀតគឺលេខ3ចាអញ្ចឹងលេខ3ស្ថិតនៅក្នុងខ្ទង់អីលេខ3នៅខ្ទង់អីកូនលេខ3ស្ថិតនៅក្នុងខ្ទង់ពាន់មិនចង់ជាប់ថែមឲ្យមួយទៀតចាអញ្ចឹងស្ថិតនៅក្នុងខ្ទង់ពាន់មានតម្លៃស្មើនឹង3000ចាចូលដល់ខ្ទង់លេខប៉ុន្មានកូនបន្ទាប់ពីលេខ3មកគឺលេខ8អញ្ចឹងលេខ8នៅខ្ទង់អីរាយ10 100ចាអញ្ចឹងស្ថិតនៅក្នុងខ្ទង់100មានតម្លៃចាបើស្ថិតនៅក្នុងខ្ទង់100គឺមានតម្លៃស្មើនឹង800ហើយចាតពីខ្ទង់100ទៅគឺខ្ទង់10អញ្ចឹងលេខប៉ុន្មានចានៅក្នុងខ្ទង់10គឺលេខ4នៅក្នុងខ្ទង់10មានតម្លៃចាមានតម្លៃស្មើនឹង40មិនមែនមានតម្លៃស្មើនឹង4 10ទេណាចាតម្លៃស្មើនឹង40ចុងក្រោយគេគឺខ្ទង់ចាគឺខ្ទង់រាយមានលេខ6នៅខ្ទង់រាយចាដែលមានតម្លៃស្មើនឹង6ចាអញ្ចឹងកូនមើលឡើងវិញគឺចំនួនរបស់យើងគឺមាន53845 6ហើយលេខ5ចាអញ្ចឹងកូនមើលអ្នកគ្រូបង្ហាញកូនថាកូនមើលមកលេខ5ចាអញ្ចឹងមើលលេខ5នៅក្នុងខ្ទង់ម៉ឺនអញ្ចឹងកូនមើលមកតារាងនេះតើលេខ5នៅក្នុងខ្ទង់ម៉ឺនកដាស់មួយហ្នឹងមានន័យថាស្មើនឹង10000អញ្ចឹង10000 20000 30000 40000 50000ចាអញ្ចឹងលេខ5ស្ថិតនៅក្នុងខ្ទង់ម៉ឺនគឺវាមានតម្លៃស្មើនឹង50000ចាចំណែកឯមើលមកលេខ8ចាលេខ8ស្ថិតនៅក្នុងខ្ទង់100អញ្ចឹងមើលលេខ8នៅក្នុងខ្ទង់100វាមានតម្លៃយ៉ាងម៉េចចាតិចនៅក្នុងខ្ទង់100អញ្ចឹងក្នុងกระดาษមួយសញ្ញាពណ៌ត្រួយចេកហ្នឹងគឺមានតម្លៃស្មើនឹង100អញ្ចឹង100 200 300 400 500 600 700 800មានន័យថាលេខ8ដែលស្ថិតនៅក្នុងខ្ទង់100គឺវាមានតម្លៃស្មើនឹង800ចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងច្បាស់ទៅលើតម្លៃលេខនៃខ្ទង់នីមួយៗចាអញ្ចឹងយើងចូលដល់ចំណុចមួយទៀតកូនដែលឃើញទម្រង់ពង្រាយទេចាអ្វីទៅជាទម្រង់ពង្រាយចាអញ្ចឹងទម្រង់ពង្រាយតែយើងត្រូវសរសេរដូចម្ដេចអញ្ចឹងអ្នកគ្រូនឹងដាក់លេខចំនួននឹងមកវិញគឺ53846ចាមិញយើងឃើញហើយថាលេខ5ស្ថិតនៅក្នុងខ្ទង់ម៉ឺនចាលេខ5ស្ថិតនៅក្នុងខ្ទង់ម៉ឺនមានតម្លៃស្មើនឹង50000អញ្ចឹងយើងដាក់50000មកតែម្ដងចាលេខ5ហ្នឹងគឺ50000បូកនឹងចា3នេះស្ថិតនៅក្នុងខ្ទង់1000អញ្ចឹងមានតម្លៃស្មើប៉ុន្មាន3នេះគឺ3000បូកនឹង8នៅក្នុងខ្ទង់អីកូន8នេះគឺនៅក្នុងខ្ទង់100អញ្ចឹងវាមានតម្លៃស្មើនឹង800ចាបូកតមកទៀត4ស្ថិតនៅក្នុងខ្ទង់10អញ្ចឹងមានតម្លៃស្មើនឹង40ចា
ចុងក្រោយគេគឺលេខ6ស្ថិតនៅក្នុងទង្រាយមានតម្លៃស្មើនឹង6ចាចាអញ្ចឹងការសរសេរបែបនេះគឺយើងហៅថាទម្រង់ពង្រាយតើទម្រង់ពង្រាយគឺជាអ្វីកូនជួយទាញបញ្ញត្តិអ្នកគ្រូមើលតើទម្រង់ពង្រាយគឺជាអ្វីចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនឆ្លើយត្រូវនៅពេលនេះអ្នកគ្រូសូមបង្ហាញបញ្ញត្តិដើម្បីផ្ទៀងផ្ទាត់នឹងចម្លើយដែលកូនបានឆ្លើយមិញហ្នឹងទម្រង់ពង្រាយគឺជាអីគេកូនចាអញ្ចឹងកូនមើលឃើញហើយតោះទៅទាំងអស់គ្នាដើម្បីសរសេរមួយចំនួនជាទម្រង់ពង្រាយយើងត្រូវចាសរសេរចំនួននោះជាការបូកតម្លៃលេខតាមខ្ទង់នីមួយនៃចំនួននោះដោយចាប់ផ្ដើមពីតម្លៃលេខនៃខ្ទង់ធំបំផុតគឺយើងចាប់ផ្ដើមពីឆ្វេងទៅស្ដាំចាអញ្ចឹងដើម្បីឲ្យកូនទាំងអស់គ្នាកាន់តែច្បាស់បន្ថែមទៀតអ្នកគ្រូនឹងផ្ដល់លំហាត់ជូនកូនដើម្បីឲ្យកូនវឹកហាត់ណាចាអញ្ចឹងចូលកូនប្រាប់តម្លៃលេខតាមខ្ទង់និងសរសេរទម្រង់ពង្រាយប្រាប់តម្លៃលេខតាមខ្ទង់និងសរសេរទម្រង់ពង្រាយចាអញ្ចឹងអ្នកគ្រូមានចំនួន46025ចាអញ្ចឹងមាន46025អញ្ចឹងចូលកូនយកចំនួននេះមកប្រាប់តម្លៃលេខតាមខ្ទង់ហើយនឹងសរសេរជាទម្រង់ពង្រាយចាអ្នកគ្រូជូនកូន1នាទីចាអរគុណច្រើនសង្ឃឹមថាកូនទាំងអស់គ្នានឹងបានធ្វើចប់សពគ្រប់អស់ហើយចានៅពេលនេះអ្នកគ្រូនឹងធ្វើចម្លើយនៅលើក្តារខៀនដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងកូនទាំងអស់គ្នាចាអញ្ចឹងតារាងរបស់យើងគឺមានពីខ្ទង់រាយទៅដល់ខ្ទង់សែនចាអញ្ចឹងកូនអាចសរសេរលេខមកបំពេញចូលទៅក្នុងតារាងបានទេអញ្ចឹងទៅជាមួយនឹងអ្នកគ្រូណាយើងមើលថាតើនៅខ្ទង់រាយត្រូវសរសេរលេខប៉ុន្មានខ្ទង់10សរសេរលេខប៉ុន្មានចាតោះទៅមួយអ្នកគ្រូกระดาษដូចជាវាអូខេវាតិចតួចអញ្ចឹងយើងមើលយើងត្រូវសរសេរខ្ទង់រាយប្រហែលគាត់ខ្ទង់រាយមានលេខប៉ុន្មានចាខ្ទង់រាយមានលេខ7អញ្ចឹងយើងសរសេរលេខ7ចាខ្ទង់10មានលេខ2ខ្ទង់រយមានលេខ0ខ្ទង់ពាន់មានលេខ6និងខ្ទង់ម៉ឺនមានលេខ4ចាអញ្ចឹង46025ចាតោះប្រាប់តម្លៃលេខតាមខ្ទង់នៅក្នុងចំនួនរបស់យើងខាងលើគឺ46027មានអីគេទី1យើងប្រាប់ពីលេខខាងនេះណាពីខាងឆ្វេងទៅខាងស្ដាំអញ្ចឹងលេខដែលនៅខាងឆ្វេងគេគឺលេខ4អញ្ចឹងលេខ4នៅខ្ទង់អីក៏លេខ4គឺស្ថិតនៅក្នុងខ្ទង់ម៉ឺនចាលេខ4នៅក្នុងខ្ទង់ម៉ឺនមានតម្លៃចាលេខ4នៅក្នុងខ្ទង់ម៉ឺនគឺមានតម្លៃ40000ចា40000
បន្តមកទៀតគឺលេខ6នៅខ្ទង់អីកូនបន្ទាប់ពីខ្ទង់មើលចាគឺលេខនៅក្នុងខ្ទង់ពាន់អញ្ចឹង6ស្ថិតនៅក្នុងខ្ទង់ពាន់មានតម្លៃស្មើនឹង6អីកូនមានតម្លៃស្មើនឹង6000តមកទៀតលេខ0ចាលេខ0គឺជាលេខដែលអ្នកគ្រូបានប្រាប់មិញអញ្ចឹងលេខ0ស្ថិតនៅខ្ទង់អីចាលេខ0ស្ថិតនៅក្នុងខ្ទង់100មានតម្លៃចាអញ្ចឹងលេខ0នៅក្នុងខ្ទង់ណាក៏មានតម្លៃស្មើនឹង0ដែរចាអញ្ចឹងលេខ0ស្ថិតនៅក្នុងខ្ទង់100មានតម្លៃស្មើនឹង0តមកទៀតគឺលេខ2នៅខ្ទង់10មានតម្លៃចាលេខ2នៅក្នុងខ្ទង់10មានតម្លៃប៉ុន្មានចាគឺមានតម្លៃ20ចានិងចុងក្រោយគេគឺលេខ7នៅខ្ទង់រាយមានតម្លៃចាមានតម្លៃស្មើនឹង7ដដែលអត់មានទៅជា70ទៅជា700អីទេណាចាអញ្ចឹងនៅពេលនេះគឺយើងសរសេរជាសរសេរការប្រាប់តម្លៃលេខតាមខ្ទង់ហើយអញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺយើងសរសេរជាទម្រង់ពង្រាយយើងសរសេរជាទម្រង់ពង្រាយចាទម្រង់ពង្រាយចំនួនរបស់យើងគឺ40000 6 0 27អញ្ចឹងយើងសរសេរបានលេខ4នេះស្ថិតនៅក្នុងខ្ទង់អីកូនលេខ4ស្ថិតនៅក្នុងខ្ទង់10000អញ្ចឹងស្មើនឹង40000បូកនឹង6ចាគឺ6000បូកនឹង0នេះនៅក្នុងខ្ទង់100ស្មើនឹងប៉ុន្មានគឺស្មើនឹង0បូកនឹង2នៅក្នុងខ្ទង់10ប៉ុន្មាន20បូកនឹង5 2ចាអញ្ចឹងកូនផ្ទៀងផ្ទាត់ចម្លើយដែលអ្នកគ្រូកែនៅលើក្រាហ្វឃៀនជាមួយនឹងចម្លើយកូនទាំងអស់គ្នាថាតើត្រឹមត្រូវឬទេអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងធ្វើលំហាត់នេះបានត្រឹមត្រូវចាអញ្ចឹងតទៅបន្តិចទៀតអ្នកគ្រូសូមលើកនេះឡើងលើដើម្បីយើងធ្វើលំហាត់បន្តកូនអាចនឹងបើកសភៅរបស់យើងសភៅពុំនៅទំព័រទី2ហើយកូនមើលលំហាត់ចាសូមមើលទៅទំព័រទី2មើលកូនមើលលំហាត់ទី1កគេឲ្យយើងធ្វើអីបើកទៅមុនអ្នកគ្រូអូលំហាត់ទី2កូនអ្នកគ្រូលុបចោលហ្មងពួកអីទម្រង់ពង្រាយនៅខាងនោះមានហើយចាអញ្ចឹងកូនឃើញហើយអ្នកគ្រូលើកយកលំហាត់ទី2យកមកចាចូលបំពេញចន្លោះខាងក្រោមអញ្ចឹងលំហាត់កយើងមានចំនួនអីរាយ10 100 1000 10000អញ្ចឹង77891ចាអញ្ចឹងចូលកូនប្រាប់តម្លៃលេខតែប៉ុន្មានខ្ទង់នេះទេចាលេខ7ស្ថិតនៅក្នុងខ្ទង់អីបានជាមានតម្លៃដល់ទៅ70000លេខ7នេះស្ថិតនៅក្នុងខ្ទង់ពាន់មានតម្លៃស្មើនឹងប៉ុន្មាន
លេខ 8 លេខ 8 មានតែមួយណាកូនណាអញ្ចឹងលេខ 8 ស្ថិតនៅក្នុងខ្ទង់អីមានតម្លៃអីហើយមួយទៀតនេះកូនឯងជ្រើសរើសយកមួយមកយកលេខប៉ុន្មានក៏បានដែរចាអញ្ចឹងយើងនៅសល់តែលេខ 9 និងលេខ 6 អញ្ចឹងយកលេខណាមកដាក់ក៏បានដែរចាតោះអ្នកគ្រូផ្ដល់ឲ្យកូន1នាទីដើម្បីបំពេញលំហាត់នេះតែមួយផ្លែតទេចាអញ្ចឹងខ្ញុំសង្ឃឹមថាកូនទាំងអស់គ្នាបានធ្វើរួចហើយអញ្ចឹងតោះអ្នកគ្រូកែនៅលើក្តារខៀនជូនអញ្ចឹងយើងមើលលេខ 7 ដែលមានតម្លៃស្មើនឹង 70000 អញ្ចឹងវាស្ថិតនៅក្នុងខ្ទង់អីបើវាមានតម្លៃស្មើនឹង 70000 នោះវាស្ថិតនៅក្នុងខ្ទង់10000ហើយចាអញ្ចឹងកូនមើលរាប់មើលរាយ10 100 1000 100000មានន័យថាលេខនេះណាលេខ 7 នេះគឺស្ថិតនៅក្នុងខ្ទង់10000មានតម្លៃស្មើនឹង 70000ចុះលេខ 7 បន្ទាប់នេះដែលស្ថិតនៅក្នុងខ្ទង់1000អញ្ចឹងបើលេខ 7 ស្ថិតនៅក្នុងខ្ទង់1000មានតម្លៃស្មើប៉ុន្មានចាគឺស្មើនឹង 7000ចាចុះលេខ 8យើងមកគិតអានេះហើយចាលេខ 8នៅក្នុងខ្ទង់អីកូនរាយ10 100អញ្ចឹងលេខ 8 នេះស្ថិតនៅក្នុងខ្ទង់100បើ 8 ស្ថិតនៅក្នុងខ្ទង់100តើមានតម្លៃស្មើប៉ុន្មានចា8ស្ថិតនៅក្នុងខ្ទង់100មានតម្លៃស្មើនឹង800ចុងក្រោយគេឥឡូវយើងយកលេខណាមួយនៅសល់6និងលេខ9តោះយកលេខ9តែម្ដងណាអញ្ចឹងលេខ 9នៅខ្ទង់អីលេខ 9នៅខ្ទង់10អញ្ចឹងបើ9ស្ថិតនៅក្នុងខ្ទង់10មានតម្លៃស្មើនឹងចាគឺមានតម្លៃស្មើនឹង90ចាអរគុណអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានយល់កាន់តែច្បាស់ទៅលើមេរៀននេះហើយចាអញ្ចឹងនៅថ្ងៃនេះកូនទាំងអស់គ្នាបានចូលរួមសិក្សាជាមួយអ្នកគ្រូនៅមេរៀនខ្ទង់និងតម្លៃខ្ទង់ចាអញ្ចឹងដើម្បីសរសេរមួយចំនួនជាទម្រង់ពង្រាយយើងត្រូវសរសេរចំនួននោះជាការបូកតម្លៃលេខតាមខ្ទង់នីមួយនៃចំនួននោះដោយចាប់ផ្ដើមពីតម្លៃលេខនៃខ្ទង់ធំបំផុតគឺយើងចាប់ផ្ដើមពីឆ្វេងទៅស្ដាំចាអញ្ចឹងដើម្បីឲ្យកូនទាំងអស់គ្នាកាន់តែយល់មេរៀននេះឲ្យកាន់តែច្បាស់ថែមទៀតអ្នកគ្រូនឹងផ្ដល់កិច្ចការផ្ទះជូនកូនចាហើយនៅពេលដែលកូនធ្វើកិច្ចការនេះកូននឹងយល់មេរៀនកាន់តែច្បាស់ថែមហើយលំហាត់ដែលនៅក្នុងសភៅសិក្សាគោលរបស់យើងមានច្រើនជាងនេះអញ្ចឹងកូនអាចធ្វើលំហាត់ទាំងអស់នោះបានណាកូនធ្វើលំហាត់ហ្នឹងទៅហើយឲ្យបងឬមួយក៏ប៉ាម៉ាក់ជួយកែកូនឬមួយក៏ជួយបញ្យល់កូនបន្ថែមចាអញ្ចឹងនេះគឺជាកិច្ចការផ្ទះសម្រាប់អ្នកគ្រូនៅម៉ោងនេះគឺឲ្យកូនបំពេញទៅក្នុងចន្លោះចំនួនរបស់យើងអ្នកគ្រូយកលំហាត់ខមកគឺ9566ចាបើកូនកត់អត់ទាន់ទេកូនអាចនឹងច្រឡងចេញពីក្នុងលំហាត់ខនៅក្នុងសៀវភៅរបស់យើងនៅទំព័រទី2ចាអរគុណកូនទាំងអស់គ្នាសម្រាប់ការចូលរួមរៀនពីចម្ងាយជាមួយអ្នកគ្រូនៅថ្ងៃនេះអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងបន្តចូលរួមរៀនជាមួយអ្នកគ្រូបន្តទៀតចានៅមេរៀនក្រោយជាពិសេសគឺនៅពេលនេះអ្នកគ្រូសូមជូនពរឲ្យកូនទាំងអស់គ្នាមានសុខភាពល្អចាដោយគេចផុតនៅជំងឺដ៏កាចសាហាវមួយនេះគឺជំងឺ COVID-19 ដោយអនុវត្តនៅក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅពេលដែលកូនចេញទៅក្រៅសូមកូនរក្សាគម្លាតសុវត្ថិភាពចាព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ